បងប្អូនទាំងអស់គ្នាដើម្បីជាគុណហើយសុខសូមអរគុណសូមសូមរីអាវត្តការវិវរណាពីសំណាក់ប្រទេសថៃនៅលើដែនដីដ៏កំសត់យើងជំរុញជាតិជាទីស្រឡាញ់ទឹកដីកម្ពុជាជារបស់យើងទាំង17លាននាក់ជាម្ចាស់នៃវាសនារបស់លោកគ្រូយើងទីហ៊ានរបស់យើងបានបូជាជីវិតសាច់ស្រស់ជាតិស្រស់ដើម្បីនឹងបូរណភាពទឹកដីនិងសេចក្តីសុខនៃនគរទាំងមូលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាការប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការចម្រើនពរដល់ប្រជាជាតិទាំងមូលសូមអរលោកទាំងអស់លោកតាំងស្មារតីលំមសាមគ្គីរឹងព្រោះដៃគ្នាដើម្បីនឹងឆ្លើយតបនឹងប្រជុំមុខក្នុងវិបត្តិនេះឲ្យខាងតែបានយើងប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការពោលពាក្យនិងសច្ចៈពីថ្ងៃនេះក្នុងបំណងធំបំផុតវិទ្យាទីដើម្បីនឹងឧទ្ទិសជូនដល់វីរៈកងទ័ពរបស់យើងដែលបានបូជាជីវិតដើម្បីទឹកដីយើងកម្មវិធីប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការបណ្ដុះស្មារតីនិងក្រើនរំលឹកដល់ប្រជាជាតិទាំងមូលរបស់យើងទាំងអស់គ្នានៅក្នុងឱកាសនេះសូមមេត្តាត្រៀមប្រព្រឹត្តគ្រប់ញាណឋានគោរពបាទសូមអរគុណដូច្នេះជាបន្តយើងនឹងត្រៀមច្រៀងនៅបទពងសាវតាទាំងអស់គ្នាឲ្យបានព្រមគ្នាខ្មែរចូលចាំយ៉ាងថាតាមពងសាវតាបញ្ជាក់ប្រាប់ថាអូនខ្មែរខាងទាំងដីខ្មែរធំទូលំទូលាយសំសាយរុងរឿងគេអាចតែលើកដំកើងដំបូលជាតិយើងចាំទងបានជាជាតិឈរឆើតឆាយបានចេញសំសាយក្រុមទិទាំងឡាយចង់អូពីសាងស្នាសិល្បៈចំណងវិចិត្រគុំនិតសិក្សាឲ្យ
ងងខិតខំប្រឹងវិញបញ្ចេញបងការដំណៃនៃជាថ្មីយើងឲ្យបានរុងរឿងជាថ្មីឡើងតាមសាវតាដែនដីខ្មែរប្រែថាសុអានភូមិម៉ែក្រុមភូមិរមនីយស្ថានរៀងដរាបតមកអំពីបុរាណម៉ែយើងបានរួបរមសាមគ្គីថ្ងៃមួយមានសត្រូវផុតទូសរាយម៉ែគ្រប់កាយស្ម័គ្រចិនប្លូជាសំសង្គ្រាមឈាមស្រក់លើប្រងទៅពីអោព្រះភូមិរដ្ឋនិរង្គមគាកម្ពុជាឯករាជ្យបានឃ្លាតពីទុកម៉ែបានសុខទាំងអង្គគ្រប់អាត្មាសូមទេវតាឲ្យពោសពសាធុការព្រះមហាក្សត្រយើងគ្រប់គ្រងដែនដីសូមអរគុណទាំងអស់គ្នាការឈ្លានពានយ៉ាងខូខើជាទីបំផុតពីសំណាក់នៃប្រទេសថៃហើយទាំងអស់គ្នានៅក្នុងឱកាសនេះនឹងបានសម្ដែងនូវការក្រើនគុណអ្នកទាំងអស់នោះជារៀងរហូតខ្ញុំប្រកាសថាសូមថ្លែងអំណរគុណសម្ដេចព្រះមហារាជវង្សបណ្ឌិតយនសេងហៀតនិងប្រធារានុធារៈគ្រប់ព្រះអង្គជាថ្មីម្ដងទៀតសូមមានព្រះសុខុមាលភាពល្អបរិបូរណ៍បញ្ញាញាណវិរ័យមុខមុតដើម្បីនឹងបានរួមចំណែកជាមួយនឹងប្រទេសជាតិមានពិភពរបស់កម្ពុជានៃយើងហើយជាមួយគ្នានេះផងដែរក៏អរគុណចំពោះបងអគ្គមហាបាសកពុទ្ធសាសនុបឋមសសរិននិងអគ្គមហាបាសិកាពុទ្ធសាសនុបឋមរួមជាលីក្នុងនាមនៃមហាពុទ្ធបរិស័ទបងប្អូនប្រជាជនខ្មែរទាំងអស់នៅក្នុងឱកាសនេះដែលបានចូលរួមរំលែកនៅសមានតុដ៏ក្រៀមក្រំបំផុតជាមួយនឹងក្រុមគ្រួសារនៃព្រះកងទ័ពដែលបានពលីនិងមរណៈដើម្បីបុព្វហេតុជាតិមាតុភូមិរបស់កម្ពុជានៃយើងហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អបរិបូរណ៍ប្រាជ្ញាឆ្ងាយអំពីការលក្ខណៈនិមិត្តអាក្រក់ទាំងឡាយក៏សូមបបវិជាចេញឆ្ងាយអំពីសារពរាកាយរបស់យើងទាំងអស់គ្នាផងដែរហើយសូមឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលបានប្រកបទៅដោយសុខសន្តិភាពនិងមានការរីកចម្រើនជាបន្តទៀតលើគ្រប់វិស័យហើយសូមឲ្យបច្ចាមិត្តទាំងអស់នោះគឺព្រះរាជាណាចក្រថៃដែលប៉ុនប៉ងចង់យាយីនិងជ្រៀតពៀនដល់ដែរម្ដងហើយម្ដងទៀតមកលើព្រះរាជាណាចក្រកម្ពុជាសូមឲ្យវិនិច្ឆ័យអន្តរាយវិនិច្ឆ័យអន្តរជាតិចាក់ចែងអំពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងចាប់ពីពេលនេះតទៅជ័យព្រះរាជាណាចក្រកម្ពុជាដល់រឿងទឹកស្រែបីដងជួយយកមានដល់បងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាដែលបានកំពុងចូលរួមហើយនឹងធ្វើដំណើរដោយរីករាយសប្បាយចិត្តនៅលើផ្លូវវត្តស្រីនេះសូមកុំភ្លេចចូលរួមនៅមូលនិធិវត្តនាឡោមសម្រាប់ជួយជនពិសេសរបស់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមបន្ទាត់ព្រំដែនបាទសូមគោរពអញ្ជើញចូលរួមទាំងអស់គ្នាដោយទឹកចិត្តរីករាយដល់អបអរសាទរហើយក៏អរគុណដល់ព្រះកញ្ញាពុទ្ធចាស់គ្រប់ព្រះអង្គទានសូមនិមន្តតាមអធិស្ឋានហើយសូមនិមន្តយកកាមេរ៉ាវិសេសទៅអ្នកទៅតាមព្រះអង្គជាមួយផងហើយនៅក្នុងនោះគឺទានយ៉ាងចាស់សូមប្រគល់ប្រកាសការដែលព្រះអង្គទទួលរៀបចំទានសូមនិមន្តរៀបចំទុកដាក់នៅតាមទីកន្លែងដើមវិញឲ្យបានសមស្របទៅតាមការរៀបចំកម្មវិធីរបស់យើងហើយជាមួយគ្នានេះក៏ពៀនងារដល់បងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាទៅតាមទឹកចិត្តអធិស្ឋានរបស់បងប្អូនចំពោះការចូលរួមនៅក្នុងការបរិច្ចាគសម្រាប់មូលនិធិវត្តនាឡោមជួយជនពិសេសនៅក្នុងឱកាសនេះដែលផ្ដល់
คุณហើយអរគុណទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលលោកបានផ្ដល់ចិត្តយុះអញ្ជើញធ្វើដំណើរកំសាន្តអារម្មណ៍នៅទីកន្លែងមុខវត្តដំណើរឡើយក៏ដូចជាតាមបណ្ដោយផ្លូវរកស្ទីករបស់វានេះដូចបានជម្រាបជូនពីខាងដើមថាបងប្អូនបានលំហែអារម្មណ៍ដោយសប្បាយរីករាយក៏ពិតមែនក៏ប៉ុន្តែនៅក្នុងចិត្ត